trên xà bay con bò bột về bột nhà bay hai con đi rơi chọn về bột tính anh vậy mà ở đấy bột xà bay rất là trăm con về cái nào của bạn này ok ba con ai miền rừng anh chỉ bắp bốc rồi vậy mà ba bột miền con trong li bột bồi dạ đợi tới thời ca mỗi con mà khơi cua pha dương về tình yêu khăn ọt bị bà đại tư ban đăng tha cua pha dương bà bạc khăn con trong li bột tới thời ca mồi dạ mày đại bột bởi thà con thà tay hãy trắng bụng của mình ham khớp con đây miền tây chun po con sọc sờ bài tam plei ba và con bột hay có miền mặt phẹt con là cái lạnh cả nghề đằng đây cột kho mà con thà ở con đã thực ca cho môi kê cái lỗ bàn thải ca khá đầm bầy mà chui bột miền trắng miền tây sầm bài chặt phơi trắng cho con từ nam mọc ná xong mà con chơiประหยัดnăng thay để sao luôn là con bị plu menu sập ngày và bạn năng tục chất nè bột con mình trong lại con tới đây tại thường ấy khi đi to cũng bọc cùng của sao bọc bụi gìไอ้คนตื้อพวกผมเพชรเบอร์ไทยพวกกับพี่พอ con ra បានចឹងកូនជម្រាបពុកកាសិនហាមកទោះសុកមៀនអូកន្លែងហ្នឹងពុកai nằm bụng mặc lạnh đi thì ấy ពុកចូលទៅនឹងដឹងហើយតោះពុកខ្លាញ់ណាពុកអាចជិះទៅបានទេកូនពុកបែរជាមិនមានប្រាក់ទីជួយកូនទេអីទេពុកហើយកូនចាំទៅចាំមួយហ្នឹងដើម្បីមកមើលម៉ូតូពុកហ៎ពុកចង់មកមួយណាពុកជឿទៅយូរខ្លួនឯងទៅស្លាញ់យូរណាតែស្អាតពុកទៅថ្មីកំកលក៏មានអីក៏មានពុកខ្លាញ់ណាពុកជាលេងយីមែនពុកទៅជិះលេងពុកអត់ប្រោះអ្នកកូននិយាយទៅខំមកទីតាមទឹកលើមកមកឲ្យចង្អោតែទឹកមួយខាងកន្លែងយ៉ាងនៅថៃយ៉ាងបងកន្លែងបងលោកនឹងមានត្រូវការឯកសារខ្លះទៅបងបាទបងឲ្យតែព័ន្ធជាមួយឯកសារខ្ញុំយកអត្តសញ្ញាណប័ណ្ណទៅគ្រួសារណាបងអូបាទបងខ្ញុំដូចជាយកមកបងចឹងសុំមើលឯកសារបងបន្តិចបងមានឯកសារបងបាទអត់ធំបងអរគុណបាទបងឲ្យបងសប្តាហ៍ប្រកបរបរឯដែរបងបាទបងខ្ញុំសប្តាហ៍ខ្ញុំប្រកបរបរធ្វើសំណងបងធ្វើសំណងបងណាបាទបងបាទចឹងអ្នកធ្វើសំណងឯកសារគឺងាយមែនទេបងខ្ញុំយកតែអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅឬក៏សៀវភៅគ្រួសារដែលបងមានទេបងណាហើយចំពោះឯកសារទាំងអស់ហ្នឹងគឺខ្ញុំយកតែអា copy ឬក៏ថតចម្លងទេបងណាបាទអញ្ចឹងបងចង់បានម៉ូតូស៊េរីណាដែរបងពុកខ្ញុំគាត់សម្រាប់17អសងអូអសង17បងណាបាទពាក់ព័ន្ធជាមួយនឹងម៉ូតូខាងខ្ញុំគឺស្អាតទាំងអស់បងម៉ាស៊ីនវាសំណុំអែមហើយមានការធានាជូនបងត្រឹមត្រូវរយៈពេលយូរណាបងណាបាទអញ្ចឹងចំពោះការបង់ប្រាក់ប្រចាំខែគឺតិចតួចមែនតើសមស្របនឹងបងទទួលយកបានណាបងបាទក្នុងមួយខែតម្លៃប្រហែលទេបងជាទូទៅបងបង់ចន្លោះខ្ទង់តែ50-60ដុល្លារទេបងណាបាទសុខភាពបងប្អូនហ្នឹងគឺមានម៉ូតូថាពួរមកទឹកឬក៏ថ្មីទេគឺមានគ្រប់សេរីណាបងថាពួរប្រើលេខឬក៏អូតូឬក៏ប្រើអំយ៉ាយទេគឺមានគ្រប់សេរីណាបងណាបាទហើយចំពោះការបរិសុទ្ធជីបងមកគឺការជិះម៉ូតូបងយកទៅប្រើអញ្ចឹងថាបងអូនមានសេវាកម្មហ្វ្រីដូចជាមានមួកមានសាំងមានប្រេងម៉ាស៊ីននិងមានការទូកត្រកជូនទៅបងណាបងមកឈុតវាបាទហើយចំពោះទៅលើគ្រឿងម៉ាស៊ីនគឺខាងបងអូនទៅជូនបងដែរ
ចាំបងអាចជួយទៅលើម៉ូតូដែលបងឆ្លាញ់បានណាបងខាងអូននឹងចាំជួយបងឥឡូវណាបងណាបាទបាទគូច្រើនបងជម្រាបបងបងសុខសប្បាយណាបងសុខសប្បាយបាទពុកណាពុកតើលោកអ្នកកំពុងត្រូវការម៉ូតូសម្រាប់ប្រើប្រាស់ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ក្នុងការទិញមានដែរឬទេតើលោកអ្នកចង់បោះរំលោះម៉ូតូប៉ុន្តែខ្លាចគ្មានទ្រព្យបញ្ចាំការប្រាក់ច្រើននិងគ្មានអ្នកជួយធានាមានដែរឬទេសូមកុំបារម្ភលោកអ្នកអាចទិញឬបោះរំលោះម៉ូតូពីហាងសុកឌៀតយ៉ាងខ្ញុំបានហាងលក់ម៉ូតូសុកឌៀតយើងខ្ញុំទទួលទិញលក់ដោះស៊េរីម៉ូតូចាស់យកស៊េរីថ្មីជាមួយនឹងការបោះរំលោះឯកសារងាយស្រួលនិងលឿនរហ័សទាន់ចិត្តដោយលោកអ្នកគ្រាន់តែភ្ជាប់ឯកសារដូចជាសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនលើពីនេះរាល់ការទិញឬបោះរំលោះម៉ូតូពីហាងយើងខ្ញុំនឹងមិនធ្វើឲ្យបងប្អូនខកបំណងឡើយអត្ថប្រយោជន៍មានដូចជាការបោះរំលោះគ្មានប្រាក់កក់គ្មានអ្នកធានាគ្មានទ្រព្យបញ្ចាំពិសេសសម្រាប់អ្នកដែលនៅផ្ទះជួលក៏អាចបោះរំលោះបានភ្លាមៗផងដែរកាន់តែអស្ចារ្យសម្រាប់ពុកម៉ែបងប្អូនដែលធ្វើការទិញឬបោះរំលោះម៉ូតូពីហាងលក់ម៉ូតូសុកឌៀតយើងខ្ញុំនៅពុកម៉ែបងប្អូននឹងទទួលបានការថែមជូនជាច្រើនអស្ចារ្យដូចជាសាំងមួកសុវត្ថិភាពនិងគ្រឿងតុបតែងម៉ូតូចំនួន1ឈុតភ្លាមសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ097 566 4422 061 747 897 069 667 280 081 44 33 02ឬខមមិនលេខទូរស័ព្ទរបស់លោកអ្នកនៅខាងក្រោមនោះយើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នកភ្លាមសូមអរគុណ